ការជិះបន្តទៀតពី Vinicius Junior ទៅហើយ3-0ទេ Vinicius Junior តង់ទី1ប្រេស៊ីលយកអស់3-0អូយយើងថាម៉េចគឺថាចូលគឺចូលណាវាយអាណាវាយអស់គ្រប់មកបាទមើលអាណាខ្ពស់មកអស់ដាក់អស់អត់ទៅហើយបងប្អូនហើយ3គ្រាប់របស់ប្រេស៊ីលបាទត្រឹមតែវគ្គទី1តែប៉ុណ្ណោះបាទការចាប់ផ្ដើមហាក់ដូចជាមិនល្អប្រហែលទេបាទត្រឹម20នាទីចុះក្រោយតែក្រោយតែមានគ្រាប់បាល់មួយគ្រាប់របស់Matheus Cunha នៅនាទីទី24បាទគឺប្រេស៊ីលចាប់ផ្ដើមមានបន្តយើងមើលទស្សនារូបភាពយឺតបាទចង្វាក់ចុងម៉ោងនៃការលេងរបស់ប្រេស៊ីលបាទការបញ្ជូនបាយមកនេះអត់អត់សាយទេហើយជូននេះឆ្លាតទៅទៀតបាទបាយមកលឿនមែនទែនណែយើងមើលការទប់បាល់ចំណេញទៅមើលបាល់តាប់បន្លោះជើងអ្នកចាំទីគាត់មេខ្យល់បាល់ត្រូវតែបាទប្លាស៊ីដេនឹងទៅជួយមិនទេបាទជូននេះគាត់តាប់បាល់ក្រោមអាបាល់ក្រោមរារីបដីនេះមិនងាយណាមិនងាយប្តីខ្លួនណាមួយអូបាល់នេះលឿនណាគាត់ចឹងនិយាយថាការប្តីអូក្រោមជើងបាទជើងលឿនណាព្រោះដោយសារបើមែនតើអ្នកចាំទីនោះហាខ្លាំងណាស់ការបដួលអូយមិនតិចទេខុសត្រូវគ្នាមកផ្លែទេបាទខុសសកងនាទីមានបាល់មកមុនគាត់បន្តិចនៅពេលគាត់ដាក់ជើងទៅឥឡូវចប់បាល់ជាបន្តទៀតលេងលឿនពីខាងក្រុមជំនួយជិត3បាល់ប្រេស៊ីលស្កោះចូលក្នុងប្រាំគ្រាប់ឱកាសសុទ្ធឈួនហ្គោ1-0ដោយរ៉ាហ្វីនញ៉ាណែបងប្អូនយើងមើលចេតនាហើយណាគ្រាន់តែទាត់ចូលរ៉ាហ្វីនញ៉ាអត់មានអបអអីញ៉ៃទេមានន័យថាគាត់ត្រូវការគ្រាប់បាល់ថែមទៀតបាទសម្រាប់ប្រេស៊ីលមិនមែនជាការមើលងាយគូប្រកួតទេប៉ុន្តែគាត់ដឹងថាកម្រិតរបស់គាត់គួរតែមានគ្រាប់បាល់លើសពី2គ្រាប់ឬក៏បាល់នេះអបសាយយ៉ាងម៉េចដូចអត់អបសាយតែថាដូចចលនាមិនដូចក្រោយខ្នងទេអូយបាទស្មានថាអត់អបសាយរបល់យកចាំបាត់រ៉ាហ្វីនញ៉ាគាត់អត់អបអអីឲ្យនេះអូគាត់ដឹងខ្លួនគាត់តែខ្ញុំមើលមិនអីគាត់លឿនណាចលនាលឿនយើងមើលតឡើយសុំរូបភាពទីមើលអូអបសាយបាទអបសាយរ៉ាហ្វីនញ៉ាមកជំហៀងតែស្អាតណារ៉ាហ្វីនញ៉ាចលនានេះស្អាតណាមើលស្ទើរតែមិនដឹងលឿនពេកគាត់មកចលនាគាត់វូបរ៉រត់ដូចចប់ជុះរ៉លូកយកបាល់បានពីមុនពីខ្សែការពារបាយបន្តិចសិនទាញទៅស្រាប់ស្រាមបន្តគ្រប់ក្រុមពីខាងក្រុមជំនួយចិត្តប្រេស៊ីលចោះមកហើយម៉ាទូស្កូញ៉ាឱកាសអជាស្រីរ៉ាហ្វីនញ៉ាអូយរ៉ាហ្វីនញ៉ាបាល់នេះបាល់ស្អាតពេកហើយផតដងខ្លួនប៉ុន្តែអត់ចំគោលដៅទេបាល់នេះបាទគាត់ប្រុងឈិបទៅលើអ្នកចាំទីបាទអ្នកគ្រប់ត្រូលហើយទីសบายចិត្តណាក្រោយពីអត់ធ្វើបានបាទយើងមកបាល់នេះអបសាយឬក៏អត់បាទមើលពីជំហៀងនេះដូចស្មើជាមួយនឹងខ្សែការពីឡដល់ហើយបាទរ៉ាហ្វីនញ៉ាគាត់ទាញមកនេះគាត់ចោះបាល់បាទផុតអ្នកចាំទីប៉ុន្តែអត់ចំគោលដៅពិតជាសោកស្ដាយអាកាសល្អអាកាសមាសអាកាសប្រាក់បាទបាល់នឹងផងបាទអត់ចំគោលដៅរ៉ាហ្វីនញ៉ាគាត់បង្ហាញថាបន្តិចទេបាទខុសតែបន្តិចទេបាទបន្តិចសិនMatheus Cunhaរុញជាបន្តទៀតរុញចំមកJunior Vinicius Junior 1 ទៅ2 Junior អត់មានបាល់លេងស្រួលទេរកបាល់ជាប់ជើងJuniorបើគឺបិទពីអ្នកសុទ្ធស្ដាំជួយបានថែមស្ដាំហ្គោMatheus Cunhaយកអស់អូយបាទសូហ្វូទៀតមើលសិនសូទាត់ជើងគេហ្វូឲ្យទៀតសូអត់ទៀតមកអូឃើញCunhaទាត់ចូលនៅឃើញដល់Bruno Cunha Bruno បាទពេលតែកងនេះពេលមែនយូគេកំពុងឡើងជើងបាទហើយយកតម្រាំតែកាត់ក្របបាល់មកក្រុមនេះដូចជាអតទៅផ្ដល់ហើយយើងមកទស្សនារូបភាពយឺតការបាយបាល់ពីបាទមិត្តរួមក្រុមចោះបាល់មកសាណាJuniorទីមកខ្លួនឯងJuniorទី1ទៅ2ត្រង់ចំណុចនេះក៏ទាញឲ្យញាក់សុទ្ធទៅអ្នកចាំទីជួយបានសល់ថែមតិចអត់មែនទេបាទអត់អីទេអូខ្សែអាពេលតទៅបុកជើងCunhaហ្នឹងប៉ះជើងមុនទេយើងមកទស្សនារូបភាពយឺតកាត់ទាញពីJuniorសុទ្ធស្រាំជួយបាន reflect ពីអ្នកចាំទីបាទ rebound ពីអ្នកចាំទីក៏បាល់នេះខ្សែកាពេលតបុកCunhaទេបាទយើងមើលសិនមើលដូចជាទាត់មែនគាត់ចង់ឃ្លៀហ្នឹងហើយCunhaក៏អត់មានបានធ្វើខ្សែការពារទេណាបាទមានបាល់ចេញពីជើងខ្សែការពារទៅបុកជើងឆ្វេងរបស់CunhaតែCunhaដូចជន់ជើងកន្លងគាត់របស់Haitiបន្តិចបាទជន់តែចេតនាគាត់គឺគាត់ចង់ទាត់បាល់ទេបាទឥឡូវនេះឲ្យអីវាយអង្គ3បាវផងបាទចាំការទៀតឥឡូវឱកាសឆក់យកបាល់ដល់Haitiតាមយកវិញដោយខ្សែការពារ Gabriel យក Danilo បោះឡើងទៅលើ Rafinha ផ្ទះចូលក្នុង Matheus Cunha ឲ្យមក Lucas Paqueta រុញបាល់វែងទៅស្លាប់ក៏ស្ដាប់ឲ្យរ៉ាហ្វីនញ៉ាឆ្កើអត់ឲ្យដល់ទេស្ទើរទៅហើយបាញ់មិញ
ម៉ែអើយបាល់ល្អណាស់ការបាញ់មួយបាល់ទៅបាញ់វិញមកឲ្យរបូតបាល់ឆក់បាននៅប្រេស៊ីលចលនាចេញពីវិទញ្ញាចូលមកអធិស្ឋានបាទខូញ៉ាឆ្វេងអូយប្រេស៊ីលដាក់ពីគ្រប់ហើយមិនណាយាយបាញ់មិញគឺចលនាចេញមកស្អាតណាស់បាទពីមកធិខូញ៉ា2-0 too easy អាយបាទមិនហើយបងប្អូនអ្នកវិនិយោគប្រេស៊ីលថ្ងៃនេះថាដូចតំណងថ្ងៃនេះមើលទៅប្រុងស៊ូស៊ុបថ្ងៃនេះជុំគ្នាបាទប្រហែលមែនតើបាទរីកាដូអដេក៏ចង់បាយសើដែរថាចូលយកមកយើងបាទដូចចង់សៅងាងរបស់ក្រុមបាល់ទឹកជម្រើសជាសាបាប្រេស៊ីលណែ DNA World Cup 5សម័យកាលណាបាទ Matheus Cunha នេះគឺជាក្របបាល់ទី3របស់គាត់ជាមួយក្រុមជម្រើសជាតិប្រេស៊ីលហើយបាទយើងមកទស្សនារូបភាពយឺតបាទជួននេះជ្រែកឲ្យស្អាតណាស់ផតដងខ្លួននេះសុទ្ធឈួយមិនអាយហើយសំបីតែអ្នកចាំទីក៏មិននឹកស្មានថាគុណញ៉ាបាល់ยังអាចសុទ្ធមុំតូចដែរគាត់ម៉ែមុំពីព្រោះបាល់នេះវាស្ទើរតែចង់ផុតឲ្យឡងឆ្វេងគាត់ណាត្រូវហើយបាទបាយមកសុទ្ធឆ្វេងមុំតូចនេះស្អាតដល់កហើយណែរូបភាពយឺតសាយជាថ្មីបាទ Matheus Cunha ដល់ពេលគាត់ពាក់លេខ9យើងដូចចង់ផ្លាច់អារម្មណ៍យើងហ្មងហ្នឹងហើយលេខ9ដល់ខ្សែវិយុទ្ធដូចចង់ភាំងរូបដូចអីដែលគាត់វិយុទ្ធបើអប់ចំអីចឹងណាហ្នឹងហើយបោកតាន់អង់គ្លេសមកគឺច្រើនជាងគេនៅលើទលានឱកាសជាបន្តទៀតពី Vinicius Junior ទៅហើយ3-0ទេ Vinicius Junior តង់ទី1ប្រេស៊ីលយក3-0អូយយើងថាម៉េចគឺថាចូលតាមវិញអាណាបីអស់គ្រប់មកបាទមើលអាណាខ្ពស់ពោះអស់ដាក់អស់អត់ទៅហើយបងប្អូនហើយ3គ្រាប់របស់ប្រេស៊ីលបាទត្រឹមតែវគ្គទី1តែប៉ុណ្ណោះបាទការចាប់ផ្ដើមហាក់ដូចជាមិនល្អប្រហែលទេបាទត្រឹម20នាទីចុះក្រោយតែក្រោយតែមានគ្រាប់បាល់មួយគ្រាប់របស់Matheus Cunha នៅនាទី24បាទគឺប្រេស៊ីលចាប់ផ្ដើមមានបន្តយើងមើលទស្សនារូបភាពយឺតបាទចង្វាក់ចុងម៉ោងនៃការលេងរបស់ប្រេស៊ីលបាទការបញ្ជូនបាយមកនេះអត់ស្អាតទេហើយជូននេះឆ្លាតទៅទៀតបាទបាយមកលឿនមែនទែនណែយើងមើលការទប់បាល់ចំណេញទៅមើលបាល់តាប់លោះជើងអ្នកចាំទីគាត់ម៉ែខ្យល់បាល់ត្រូវតែបាទប្លាស៊ីដេនឹងជួយមិនទេបាទជូននេះគាត់តាប់បាល់ក្រោមអាបាល់ក្រោមរារៀបដីនេះមិនងាយណាមិនងាយទេប្តីខ្លួនណាមួយអូបាល់នេះលឿនណាគាត់ចឹងនិយាយថាការប្តីអូក្រោមជើងបាទលឿនណាព្រោះដោយសារបើមែនតើអ្នកចាំទីនោះហាខ្លាំងណាស់ការបដួលអូយមិនតិចទេខុសត្រូវគ្នាមកផ្លែទេបាទខុសស៊ូកងនាទីមានបាល់មកមុនគាត់បន្តិចនៅពេលគាត់ដាក់ជើងទៅអញ្ចឹង Vinicius Junior សុទ្ធបាន2គ្រាប់ហើយនៅព្រឹត្តិការណ៍ World Cup 2026នេះបាទគ្រាប់បាល់ដំបូងមួយម៉ារ៉ុកបាទគ្រាប់បាល់ទី2ជាមួយនឹងHaiti នេះបាទហើយអ្វីដែលសំខាន់យើងបានគិតបាទវិភាគឬក៏ព្យាករណ៍ថាបាល់នេះមិនក្រោម3គ្រាប់ទេឥឡូវនេះចូលប្រឡង3គ្រាប់របស់យើងហើយអាចមានទៀតខ្ញុំថាអាច3-1 3-0ឬក៏4-0អីចឹងទៅបាទបើយើងជជែកជូនបងប្អូនយើងពីដើមតង់មកបាទឥឡូវការជាបន្តទីពេលប្រេស៊ីលរុញទៅកាប្រៀលទាញមកឲ្យឡងឈួយអូយបាទគឺសាន់តូសទេជួយស្រ័យបាទទូកូឡាសាន់តូសបាទប្រេស៊ីលលឿនឆ្មាល់មើលមិនចង់តន់ទេបាទនេះអេនឌ្រិចបញ្ជូនទៅបាទរុញពី Ryan បាទហើយក៏ Douglas Santos រត់មកបាទទាញបាល់ចូលក្នុងប្រអប់សុទ្ធឆ្វេងបាទបាល់អត់ចូលទេតែខ្សែវិយុទ្ធពីរអ្នករបស់ Brazil ចូលក្នុងសំណាញ់ទីឥឡូវឆ្លងបាល់វិញទៅស្លាច់ឆ្វេងបាទនៅតែគ្រប់គ្រងពី Samba Brazil បាទម្ចាស់ជើងឯក5សម័យកាលរុញជាបន្តទៀត Casemiro ចោះបាល់មកស្អាតណាស់បាយទៅពី Ryan ចក់ចូលក្នុងហើយ Andre Goal offside បាទគ្រាប់បាល់បើគិតបាទមកទល់ពីនេះ5គ្រាប់ហើយបើយើងដក offside ចេញបាទការសុទ្ធរបស់ Rafinha ការសុទ្ធរបស់ Endrick អូយមិនតិចទេ Endrick បាទគាត់ផតដងខ្លួនមកចំហខ្លួនមុនសោកស្ដាយឱកាសនៅក្នុងការរកគ្រាប់បាល់ដំបងរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ World Cup ទៅហើយពេលលេតូច Endrick បាទប៉ុន្តែជាចំហក្រៅល្បែងទៅវិញចុនជើង Casemiro រុញបាល់ខ្លីៗបែរពី Endrick បញ្ជូនជាបន្តទៀតបាទទៅលើតូបូសិនបាទ Danilo រុញបាល់ស្រួលទៅសាច់ឆ្វេង Gabriel កាត់ថយក្រោយទៅសុទ្ធថែមស្ដាមជួយបានពីខ្សែការពារអូតែអត់ត្រូវទេចំអូចអាម៉េចអញ្ចឹងចុះ Ederson មកគាត់ទប់មួយសិនល្អហើយណាបើគាត់ទប់ហើយគាត់ទាញមកផ្ទះឆ្វេងវិញមិនគ្រាប់បាល់អត់ហើយ